PC មួយទៅ PC មួយទៀតឲ្យពីស្គាល់គ្នាអញ្ចឹងជាដំបូងខ្ញុំកុំខាតពេលយូរជាដំបូងយើងធ្វើការយកនៅ PC មួយមកយើងមាន PC 2 PC 2 PC 3អូខេអញ្ចឹងយើងធ្វើការភ្ជាប់ខ្សែវាមកដើម្បីភ្ជាប់បណ្ដាញវាចឹងពេលបានខ្សែប៉ុណ្ណឹងហើយយើងត្រូវដាក់ IP address ឲ្យពួកវាអានេះមួយដើម្បីពេលយើង pin ទៅឲ្យស្គាល់បើថាទៅបែរទៅឲ្យ PC ទាំងពីរនេះស្គាល់គ្នាអញ្ចឹងយើងអាចផ្ទេរទិន្នន័យគ្នាទៅវិញទៅមកបានបើថាករណីថានៅពេលដែល PC ទាំងពីរនេះស្គាល់គ្នាយើងអាចផ្ទេរទិន្នន័យពី computer មួយទៅ computer មួយទៀតដល់ប្រព័ន្ធនេះបានអូខេយើងចូល desktop ហើយយើងលើ IP មកយើង IP ចឹងដាក់ IP 192.168.1.1 អូខេ start មកវិញគឺ255ដូចគ្នាអញ្ចឹងយើងដាក់ឲ្យដាក់នេះម្ដង IP ដូចគ្នាយើងយក 192.168.1.1 អូខេ start មកវិញគឺ255ដូចគ្នាចឹងពេលបានបើអ្នកគ្នាចង់ដឹងថា PC នឹងទៅ PC ទៅថា PC2 ទៅ PC3 ស្គាល់គ្នាអត់ចឹងអ្នកនិយាយឲ្យ PC2 មកហើយអ្នកនិយាយនេះ command port ដើម្បីធ្វើការ pin នៅ IP address របស់វា pin មកចឹង IP address នៅក្នុង PC3 គឺ 192.168.1.1 ចឹងយើងធ្វើការ pin នេះមិនស្គាល់គ្នាអត់អូខេវាពង pinអូខេឥឡូវយើង pin ហើយថាពីវាស្គាល់គ្នាអញ្ចឹងយើងធ្វើការតេស្តតើវាអាចផ្ទេរទិន្នន័យឯកសារគ្នាទៅវិញទៅមកបានអត់អូខេយើងលេងមកផងអូខេជាងនេះអត់ស្គាល់ទេទៅពេលនេះត្រឹមត្រូវចូលថាវាអូខេបានថា PC ពីរនេះស្គាល់គ្នាវីដេអូហ្នឹងវាតែប៉ុណ្ណឹងមើលបាយបាយមួយទៀតទៅមួយទៀតហើយស្គាល់គ្នាអូខេចូលវីដេអូហ្នឹងមានតែប៉ុណ្ណឹងសូមអ្នកគ្នានឹងមើលកន្លែង pin ទី1យើងដាក់ IP address ទៅ PC មួយទៅបន្តមកទៀតយើងចុចលើ PC ណាក៏បានហើយយើងចុចឡើងនេះយើងចុចឡើង command format pt នេះហើយយើង pin នៅ IP address របស់ PC មួយទៀតមកប៉ុណ្ណឹងគឺជាការសិក្សាវា load ការត្រឹមត្រូវអ្នកមើលតាមទៅបើ load ទៅត្រឹមត្រូវហើយបើខុសអាសារនេះគឺវាអត់មានពណ៌ខៀវទេចុចវីដេអូហ្នឹង